ស្ដីបងប្អូនអរគ្នានឹងជួបខ្ញុំទៀត Beta KH ហើយថ្ងៃនេះធ្វើភាគ2របស់សម្រាប់យើងចំពពួក Red Coin Red Ear ហ្នឹងហើយពីនេះភាគ2ហ្នឹងហើយឥឡូវវាធំដែរហ្នឹងហើយហើយនេះយើងត្រៀមនឹងបំបែកទៅធុងផ្សេងទៀតណាព្រោះឃើញថាត្រូវហើយបងប្អូនហ្នឹងហើយចូល2ខែជាងហ្នឹងពួកនេះហ្នឹងហើយយើងត្រូវហើយយើងចូលទៅកន្លែងធំណាព្រោះឃើញងាប់អស់ខ្លះបងប្អូនហ្នឹងហើយដំបូងយើងច្រើនតែពេលកន្លែងទូចពេកវាធំពេករវល់ពេកយើងអត់បាននេះវាដែរហ្នឹងអត់បានដូរតែកន្លែងធំលឿនហ្នឹងហើយក៏កាលណាយើងដាក់កន្លែងទូចយើងថែទឹកអត់សូវបានអញ្ចឹងវាឈឺច្រើនដែរហ្នឹងហើយជាក់ស្ដែងកន្លែងធំយើងអាចពជាពេលនឹងការថែបានតិចហ្នឹងហើយ Red Coin Red នេះហើយសម្រាប់កូនវាទៅវាមើលទៅវាមិនសូវណាស់ណាទេហ្នឹងទៅជាដៃវាដូចអត់សូវក្រហមមកបងប្អូនហ្នឹងសតែមេបាវាក្រហមហ្នឹងហើយក្រហមហ្នឹងហើយនេះជាការសាកល្បងយើងលើកទី1ដែរហ្នឹងចាំលេងឲ្យស្គាល់រសជាតិពួកហ្នឹងខ្លះហ្នឹងហើយពួកយើងចាំតបេតាហ្នឹងហើយចាំពួកនេះខ្លះបានពីពូជដែរហ្នឹងហើយអានេះយើងចាប់ដើមមកពួកហ្នឹងពីធុងស្នោដែលស្នោទូចដែរធុងហ្នឹងឃើញបងប្អូនហ្នឹងតែយើងថែទឹកល្អក៏វាមិនជាងាយណាស់ណាគ្រាន់តែមានអារម្មណ៍ថាងាប់បោះច្រើនហ្នឹងហើយអញ្ចឹងយើងចាប់បដូរវាហ្នឹងចាប់បដូរវាទៅកន្លែងធំទៅវាសុវត្ថិភាពជាងហ្នឹងហើយអស់ហើយបងប្អូនតែឃើញមានតែកូនវាកើតដែរតែពួកនេះគេថាស៊ីកូនបងប្អូនឃើញវាស៊ីកូនណាប៉ុន្តែចាស់ស្អែកក៏វាមិនស៊ីណាស់ណាដែរវាអាចនឹងនៅសល់កូនខ្លះដែរហ្នឹងហើយពួកពេលខ្ញុំស្វងមើលខ្ញុំឃើញមានកូនវាខ្លះទូចៗកើតដែរហ្នឹងហើយតែមិនច្រើននេះអាច 4-5 គ្រាប់ហ្នឹងហើយហើយយើងដាក់ត្រាំវាតែកន្លែងទឹកថ្មីបងប្អូនហ្នឹងហើយត្រាំចោលយូរតិចទៅ5-10នាទីក៏បានកន្លះម៉ោងក៏បានកាន់តែយូរកាន់តែល្អហ្នឹងហើយតែវាស្វមមួយស្ថនភាពទឹកពួកនេះងាយឈឺយើងអត់បានត្រាំបានអីហ្នឹងវាអាចនឹងឈឺទៅមិនស្រួលដល់ពេលយើងដូរទឹកគឺទៅចង់ទាំងអស់ហ្នឹងហើយពួកហ្នឹងហើយមិនស្រួលចំដូចពណ៌ធម្មតាទេហ្នឹងហើយពណ៌ពូជវានេះហ្នឹងហើយមិនស្រួលថែដែរទេហ្នឹងហើយមិនស្រួលថែទេហ្នឹងហើយយើងត្រូវដែរបងប្អូនហ្នឹងហើយត្រូវសម្រាប់យើងសរេស្រង់បានហ្នឹងពួកនេះលក់ចេញបានហ្នឹងហើយក្រោមក្នុងអាធំដាក់វាប្រហែលជាចូល2-3អាទិត្យអីទៀតទៅល្អឲ្យបងប្អូនហ្នឹងយើងសរេបានហ្នឹងតែគាត់ថាវានៅខ្លះនៅស្ទើរមានតិចដែរហ្នឹងហើយថែក្នុង3អាទិត្យអីទៀតស្អាតហ្នឹងហើយនេះបន្ទាប់ពីហ្នឹងមកហ្នឹងហើយមើលទៅឃើញថាគួរសមហើយសម្រាប់អានេះកធុនចាស់ហ្នឹងហើយវានៅមានកូនវានៅក្នុងនោះញាស់មួយពីនៅទូចហ្នឹងហើយមិនច្រើនណាស់នេះហើយសូម្បីខ្ញុំចាប់ដាក់នៅក្នុងអាកេះធំហ្នឹងហើយអាកេះធំហ្នឹងក៏បន្ទាប់ពី2អាទិត្យឃើញមានកើតដែរបងប្អូនឃើញមាន 2-3 គ្រាប់ដែរខ្ញុំប្រមូលយកដាក់នេះចោលឲ្យខ្លាចវាស៊ីអស់ដែរហ្នឹងហើយតែខ្ញុំមើលទៅឃើញថាវាស៊ីដែរតែវាស៊ីអស់ហ្នឹងហើយវាកូនវានៅតែមានហ្នឹងហើយនេះខ្ញុំដុសចេញពីធុងស្នោមើលទៅវាធំតែពណ៌វាអត់ឃើញក្រហមអ្វីដែលយើងចង់បានសោះហ្នឹងហើយមើលទៅដៃវាអត់ក្រហមទេសហើយក៏ពួកនេះអាយុវាអាចថានៅចាស់ជាងនឹងទៀតឡើងឬក៏វាអត់ឡើងហ្នឹងហើយព្រោះនេះលើកទី1បងប្អូនហ្នឹងអញ្ចឹងខ្ញុំក៏អត់មានបទពិសោធន៍ខាងពួកវាហ្នឹងដែរហ្នឹងហើយពួកកម្ពីនេះហ្នឹងហើយតែប្រហែលជាអត់ទៅមុខទេពួកនេះតក៏សហើយគឺសហើយមិនខុសពីបេតាប្រហែលទេហ្នឹងហើយអូខេធំនេះទៅតានេះចាប់ដើមទៅតិចបងប្អូនហ្នឹងហើយនេះយើងផុសលក់បានហ្នឹងហើយទៅហើយអូខេសល់ប្រហែលជាប៉ុណ្្នឹងដែរបងប្អូនមិនជាច្រើនហ្នឹងហើយអូខេបងប្អូនអរគុណច្រើនហ្នឹងហើយនេះវីដេអូចុងក្រោយសម្រាប់ពួកយើងបង្កាត់ Red Coin Red Ear ហ្នឹងហើយបងប្អូនហ្នឹងហើយប៉ុណ្្នឹងហើយស្អាតដែរហ្នឹងហើយគួរសមមិនច្រើនណាស់ណាទេហ្នឹងហើយអូខេហ្នឹងហើយបងប្អូនអរគ្នាជំរាបលាបាយបាយសុខសប្បាយដល់អ្នកគ្នាណាហ្នឹងហើយបាយបាយ